ประเทศสมัยสนานยังใครยังนอกคนดาวปอปอนจนลุกเกียรติโดยต่อใจบาสมเชื่อนะเชยโยโลประเทศสามรังสีขยมสามรังสีส้มจุมเรียบสู้บางปอจิตินักเลิศเชยโยสามรังสีกันโซคาสามรังสีกันโซคาระยะเป็น7-4 ឆ្នាំ ខ្ញុំបានឃ្លាតឆ្ងាយពីបងប្អូនតែខ្ញុំនឹករលឹកបងប្អូនក្រៃលែងគ្មានថ្ងៃណាមួយដែលខ្ញុំមិននឹកមកបងប្អូនទេអញ្ចឹងហើយបានថ្ងៃនេះខ្ញុំសប្បាយរីករាយឥតអបមាដែលបានមកជួបជាមួយបងប្អូនវិញព្រះយោលោកប្រធានសាលាសិលខ្ញុំសូមអរគុណបងប្អូនអស់ពីដួងចិត្តដែលបងប្អូនបានបង្ហាញទឹកចិត្តរបស់បងប្អូនទឹកចិត្តស្នេហាជាតិស្នេហាយុត្តិធម៌ទឹកចិត្តដ៏បរិសុទ្ធគាំទ្រគណៈបកសង្គ្រោះជាតិបងប្អូនហ៊ានលះបង់អ្វីគ្រប់បែបយ៉ាងទាំងអស់បងប្អូនបដូរផ្ដាច់បងប្អូនទោះជាគេសម្លុតអត់ខ្លាចទោះជាគេចង់ទិញទឹកចិត្តអត់លក់បងប្អូនជាខ្មែរដ៏សឿងជ័យយោប្រជាពលរដ្ឋខ្មែរនេះហើយបានហៅថាពូជអង្គរឥឡូវនេះយើងទទួលបានជោគជ័យធំណាស់បងប្អូនជោគជ័យនេះជាប្រវត្តិសាស្ត្រហើយបងប្អូនម្នាក់បានរួមចំណែកយ៉ាងសកម្មក្នុងជោគជ័យនេះបងប្អូនម្នាក់គឺជាអ្នកដែលរៀបចំហើយបាននាំមកនៅជោគជ័យជាស្នាដៃរបស់បងប្អូនម្នាក់គ្រប់គ្នាជ័យយោគណៈបកសង្គ្រោះជាតិហើយយើងបដិញ្ញាចិត្តថាជ័យជំនះនេះមិនឲ្យរបូតពីដៃទេទោះជាជនខិលខូចចង់លួចជ័យជំនះពីយើងតែយើងអត់ឲ្យលួចទេការពារជ័យជំនះរបស់យើងប្រជាពលរដ្ឋខ្មែរការពារសន្លឹកឆ្នោតយើងជាដាច់ខាតសិលធម៌សច្ចធម៌យុត្តិធម៌តម្រូវឲ្យប្រជារាស្ត្រខ្មែរតម្រូវឲ្យពិភពលោកទាំងមូលទទួលស្គាល់ជ័យជំនះគណៈបកសង្គ្រោះជាតិជ័យយោគណៈបកសង្គ្រោះជាតិឥឡូវគណៈបកគេមួយទៀតនោះកំពុងតែដើរនិយាយកុហកភូតខ្លួនឯងដឹងថាខ្លួនចាញ់ភូតខ្លួនឯងហើយដើរភូតអ្នកដទៃថាគណៈបកគេឈ្នះផលទេកុំជឿមិនមែនទេជ័យយោគណៈបកសង្គ្រោះជាតិការពិតគឺយើងឈ្នះដាច់បងប្អូនយើងមើលតែតួលេខទោះជាគេលួចយើងប៉ុណ្ណឹងគេដឹងលឺទាំងអស់គ្នាលួចទៅដល់បូកសរុបទៅនៅគៀកគ្នាប្រហែល3លានសម្លេងប៉ុន្តែគណៈបកគេមួយទៀតគេថាសមាជិកគេ6-7លានរឿងអីបោះឆ្នោតសល់តែ3លានទៅណាហើយ3លានហ្នឹងបងប្អូនយើងដឹងហើយភាគច្រើនគឺជាសម្លេងបានមកពីការសម្លុតគេមែនទេភាគច្រើនបានមកពីការទិញមែនទេភាគច្រើនបានមកពីការលួចមែនទេភាគច្រើនបានមកពីការបន្លំមែនទេមែនភាគច្រើនគឺបានមកពីបរទេសគឺយួនបន្លំធ្វើខ្មែរមែនទេមែនភាគច្រើនគឺយកឈ្មោះខ្មោចយកឈ្មោះមនុស្សដែលអត់ទៅមានរូបរាងកាយអត់ទៅមាននៅក្នុងឃុំយើងផងយកឈ្មោះខ្មោចយកទៅបំពាក់ឲ្យអ្នកដែលអត់មានសិទ្ធិបោះឆ្នោតបំពងសម្លេងឲ្យគេមែនទេមែនដូច្នេះសម្លេងគណៈបកគេមួយទៀតសម្លេងសម្លុតសម្លេងទិញសម្លេងលួចសម្លេងបន្លំសម្លេងខ្មោចសម្លេងខ្យល់សម្លេងយួនអត់បានការទេបងប្អូនអើយអត់ទេហើយយកគណៈបកសង្គ្រោះជាតិបើសម្លេងសង្គ្រោះជាតិគឺសម្លេងបងប្អូនម្នាក់គឺសម្លេងខ្មែរសុទ្ធសាធមែនទេបងប្អូនហើយយកប្រជាពលរដ្ឋខ្មែរសម្លេងខ្មែរពូជអង្គរគេសម្លុតអត់ខ្លាចគេទិញមិនបានបដិញ្ញាចិត្តសង្គ្រោះជាតិនឹងហើយដែលហៅថាសម្លេងមែនទេណាបងប្អូនដូច្នេះអត់ឈ្នះយើងទេបងប្អូន3លានគេថាគេបាន3លានយើងអត់សុខចិត្តទេបងប្អូនដោយសារអីទី1រឿងសម្លេងខ្លាំងខ្លាយលួចបន្លំទិញអីខ្ញុំនិយាយមកម្ដងហើយប៉ុន្តែមាននៅសល់1លានទៀត1លាន3សែនដែលអន្តរជាតិគេទទួលស្គាល់លុបឈ្មោះគេ
បងប្អូននៅកងនេះមានអ្នកណាដែលបាត់ឈ្មោះហ៎សូមលើកដៃមើលអ្នកណាដែលបាត់ឈ្មោះច្រើនណាស់បងប្អូនឃើញទេនឹងត្រូវគេលុបហើយមានអាលួចទៀតតែដល់កន្លែងបោះឆ្នោតឃើញឈ្មោះខ្លួនឯងហើយរៀបបោះឆ្នោតគេថាឈ្មោះនឹងមានអ្នកណាយកបោះមុនយើងហើយមានទេបងប្អូនអាហ្នឹងលុបក៏មានលួចក៏មានបន្លំក៏មានខ្មែរយើងជាង1 លានអ្នក1 លាន 3 សែនគណៈបកសង្គ្រោះជាតិក្នុងនាមយុត្តិធម៌យើងទាមទារឲ្យបញ្ចូលមកវិញអត់ឲ្យខ្មែរណាបាត់បង់សិទ្ធិបោះឆ្នោតដោយអយុត្តិធម៌យើងទាមទារផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរទាំងអស់ជូនសិទ្ធិបោះឆ្នោតចូលរួមបោះឆ្នោតយក1 លាន 3 សែនអ្នកមកបន្ថែមលើអ្នកស្នេហាជាតិដែលត្រូវទទួលសម្លេងនឹងបានជាយកកម្លាំងយុត្តិធម៌នឹងបានសម្រេចដូច្នេះសង្គ្រោះជាតិយ៉ាងតិចណាស់ឃើញឡើង1 លានបងប្អូនមកខាងទៀតអន្តរជាតិរកឃើញទៀតថាមានឈ្មោះខ្មោច1 លានអ្នកដែលគេយកទៅប្រើប្រាស់ដោយខុសច្បាប់យកឈ្មោះខ្មោចទៅបំពាក់ឲ្យយួនយកឈ្មោះខ្មោចយកទៅបំពាក់ឲ្យមនុស្សដែលអត់មានសិទ្ធិបោះឆ្នោតបានបំប៉ោងសម្លេងគណៈបកប្រជាជនបាន1 លានខុសរឿងដូច្នេះខ្ញុំសូមឲ្យកាត់សម្លេងគណៈបកប្រជាជនកាត់1 លានចោលដាច់ខាតជួយយកគណៈបកសង្គ្រោះជាតិហើយសម្លេងសង្គ្រោះជាតិត្រូវដំឡើង1 លានដាច់ខាតដល់យើងរៀបចំកែតម្រូវអញ្ចឹងទៅគឺសង្គ្រោះជាតិស៊ីដាច់បងប្អូនស៊ីដាច់ហើយបើមិនសុខចិត្តទេបើចង់មើលទេបោះឆ្នោតឡើងវិញមិនទេបោះឆ្នោតបងប្អូនបោះឆ្នោតឡើងវិញបើបោះឆ្នោតឡើងវិញអត់ឈ្នះយើងទេបងប្អូនគណៈបកសង្គ្រោះជាតិឥឡូវសូមនិយាយពីរូបមន្តយើងបានជួបជាមួយគណៈបកប្រជាជនជួបពីរឿងបោះឆ្នោតណាយើងទាមទារថាផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រខ្មែរគាត់ទៅឯកភាពគ្នាថាជួបគ្នាដើម្បីនិយាយពីរឿងការបោះឆ្នោតធ្វើម៉េចកែតម្រូវអ្វីដែលធ្វើខុសកែឲ្យត្រូវកែឲ្យល្អកែឲ្យសមរម្យកែឲ្យយុត្តិធម៌យល់ព្រមគេគោលការណ៍មិនអាចប្រកែកមិនអាចបដិសេធទេប៉ុន្តែរបៀបធ្វើការនីតិវិធីគេថាឥឡូវទៅចែកគ្នាមកខាងសង្គ្រោះជាតិមកខាងគណៈបកប្រជាជនប៉ុន្តែសូមឲ្យកោជបធ្វើអ្នកសម្របសម្រួលបងប្អូនសុខចិត្តទេអត់ទេកោជបនឹងជាចោលលួចស្លឹកឆ្នោតគ្មាននរណាគេយកចោលមកចាប់ចោលទេមែនទេបងប្អូនត្រូវយកប៉ូលីសហើយប៉ូលីសអន្តរជាតិដែលយើងទាំងអស់គ្នាដឹងថាគេឯករាជ្យគេអភិក្រិតគេយុត្តិធម៌គឺអង្គការសហប្រជាជាតិយើងព្រមឥឡូវទៅចែកគ្នាគណៈបកប្រជាជនគណៈបកសង្គ្រោះជាតិតទល់គ្នារកយុត្តិធម៌រកការពិតតែយើងសូមទី1ឲ្យបើកសមាជិកក្នុងការទៅចែកគ្នាអ្នកដែលមានសិទ្ធិចូលទៅចែកត្រូវតែមានអង្គការក្រៅរដ្ឋាភិបាលសង្គមស៊ីវិលអ្នកសង្កេតការណ៍អ្នកឃ្លាំមើលការបោះឆ្នោតជាតិនិងអន្តរជាតិអង្គការសិទ្ធិមនុស្សអង្គការឯករាជ្យឲ្យចូលមកធ្វើជាសាក្សីចូលមកផ្ដល់ជាយោបល់បានយើងឃើញថាការទៅចែកនេះវាមានតម្លាភាពទូលំទូលាយមែនទេបងប្អូនជាយើងលោកប្រធានសំលេងស៊ីស្រឡាញ់គ្នាជារៀងរហូតហើយគេថាចុះកោជបធ្វើអីខ្ញុំថាយើងអត់បដិសេធទេកោជបចូលមកណាជជែកតែឯងមានហេតុផលមានតួលេខពិតតួលេខคล้ายយកមកហើយយើងឲ្យកោជបធ្វើអ្នកសម្របសម្រួលទៀតសម្របសម្រួលគាត់ថាធ្វើដូចជាម្ចាស់ផ្ទះនៅក្រុមតបូលក្រុមឆាត់គេហៅអ្នកនេះគេហៅអ្នកនោះប៉ុន្តែមិនមែនជាអ្នកសម្រេចបើយើងឲ្យកោជបសម្រេចចុងក្រោយគឺចប់ដាច់ខាតអត់ឲ្យកោជបទេអ្នកណាអ្នកសម្រេចចុងក្រោយយើងស្នើទាមទារឲ្យអង្គការសហប្រជាជាតិជាអាជ្ញាកណ្ដាលអង្គការសហប្រជាជាតិជាអ្នកសម្រេចចុងក្រោយបានយើងសុខចិត្តបងប្អូនពេញចិត្តទេឲ្យអង្គការសហប្រជាជាតិជាអ្នកសម្រេចណាបងប្អូនណាជាអ្នកសម្រេចចុងក្រោយយើងអត់ឲ្យចោលសម្រេចទេបងប្អូនមែនទេបើចោលសម្រេចអានឹងយើងរងគ្រោះរហូតអត់ទេអញ្ចឹងរូបមន្តនេះសមរម្យហើយបងប្អូនពេញចិត្តទេហ្នឹងហើយអ្វីដែលយើងទាមទារដូច្នេះបងប្អូនសូមអត់ធ្មត់បន្តិចបើយើងធ្វើបានបែបនេះគឺយើងធានាគណៈបកសង្គ្រោះជាតិធានាផ្ដល់យុត្តិធម៌ជូនជនជាតិខ្មែរទាំងអស់ដែលត្រូវគេ
លុបឈ្មោះលួចឈ្មោះបំបត្តិសិទ្ធិបោះឆ្នោតលួចបន្លំទាំងស្លឹកឆ្នោតយើងត្រូវតែកែលំអកែតម្រូវអ្វីដែលធ្វើខុសឆ្គងត្រូវតែអង្គការសហប្រជាជាតិជួយរៀបចំឡើងវិញឲ្យបានល្អត្រឹមត្រូវជួយយកគណៈបកសង្គ្រោះជាតិជួយយកគណៈបកសង្គ្រោះជាតិទី2មួយទៀតបងប្អូនមើលគណៈបកគេមួយទៀតអាម៉ាស់ធំណាស់បងប្អូនពីព្រោះគេមើលចំហគេមើលលទ្ធផលចំពោះមេដឹកនាំគេធំ3ឈរកន្លែងណាចាញ់កន្លែងនោះប្រធានគេធំឈរនៅភ្នំពេញឈរលេខរៀងលេខ1ចាញ់សង្គ្រោះជាតិនៅភ្នំពេញជួយយកលទ្ធផលឈ្នះឆ្នោតរបស់គណៈបកសង្គ្រោះជាតិនិយាយឲ្យចំទៅលោកជាសឹមគឺចាញ់ធ្ងន់ធ្ងរចាញ់យ៉ាងអាម៉ាស់នៅភ្នំពេញទី2អនុប្រធានលោកហ៊ុនសែនឈរនៅខេត្តកណ្ដាលចាញ់សង្គ្រោះជាតិនៅខេត្តកណ្ដាលទៀតបងប្អូនអាម៉ាស់ធំទី3លោកហេងសំរិនឈរនៅកំពង់ចាមចាញ់សង្គ្រោះជាតិនៅកំពង់ចាមទៀតបើមេធំ3នាក់ចាញ់សង្គ្រោះជាតិហើយសុំកូនហត់ចោលទៅអត់បានការទេមែនទេជួយយកចាញ់ហើយសំរងស៊ីនិងលោកប្រធានកម្មសខាអញ្ចឹងហើយបានសង្គ្រោះជាតិសូមអំពាវនាវឲ្យបងប្អូនដែលធ្លាប់នៅក្នុងជួរគណៈបកប្រជាជនសូមអំពាវនាវឲ្យបងប្អូនមករួមកម្លាំងជាមួយសង្គ្រោះជាតិទាំងអស់ទៅមេខាងគណៈបកប្រជាជនចាញ់អស់ហើយបងប្អូនចាញ់មកជួយយកគណៈបកសង្គ្រោះជាតិយើងធានាប្រធានសំរងស៊ីនិងលោកប្រធានកម្មសខាដល់ហើយយើងអត់មានរើសអើងអត់មានកងគួនអត់មានសងសឹកផ្ទុយទៅវិញយើងចាំទទួលបងប្អូនទទួលដៃពីរដើម្បីរួមកម្លាំងសង្គ្រោះជាតិយើងទាំងអស់គ្នាសំរងស៊ីកម្មសខាសំរងស៊ីកម្មសខាបងប្អូនអើយមន្ត្រីរាជការគ្រូបង្រៀននគរបាលយោធាអ្នកបម្រើជាតិអ្នកការពារជាតិទាំងអស់ខ្ញុំសូមអំពាវនាវបងប្អូនយើងជាខ្មែរដូចគ្នាចាប់ដៃគ្នាទៅសង្គ្រោះជាតិទាំងអស់គ្នាហើយបងប្អូននឹងបានឡើងប្រាក់ខែ1 លានរៀលបងប្អូនជួយយកប្រជាពលរដ្ឋខ្មែរនៅដល់ណាទៀតនៅខាងគេនោះដល់ណាទៀតជាតិយើងហិនហោចយួនចូលពេញស្រុកយើងបាត់បង់ទឹកដីអស់ព្រៃឈើអស់ត្រីបឹងបួស្ទឹងទន្លេក្រុមហ៊ុនឯកជនយកអស់ហើយបងប្អូនសុំយើងរលាយហើយចំណេះឲ្យទៀតបងប្អូនអើយចេញមកជួយយកគណៈបកសង្គ្រោះជាតិអាណិតគ្នាអាណិតបងប្អូនជនរួមជាតិអាណិតកូនចៅយើងបងប្អូនមន្ត្រីរាជការប៉ូលីសទាហានបានឡើងប្រាក់ខែកូនចៅយើងកម្មករក៏បានឡើងប្រាក់ខែទៀតណាម៉ែឪយើងចាស់ក៏ទទួលប្រាក់ឧបត្ថម្ភមួយខែ40000រៀលថែមទៀតពេលយើងឈឺមានថាយើងខាងនេះយើងខាងនោះតែឈឺត្រូវទៅពេទ្យដូច្នេះបងប្អូនខាងណាពីមុនអត់អីទេបងប្អូនទៅមើលពេទ្យអត់យកលុយដូចសប្តាហ៍ទេបងប្អូនក៏មានកូនចៅសិស្សនិស្សិតចង់ឲ្យកូនយើងមានអនាគតល្អគណៈបកសង្គ្រោះជាតិរដ្ឋាភិបាលថ្មីដឹកនាំដោយគណៈបកសង្គ្រោះជាតិធានាឲ្យកូនខ្មែរទាំងអស់អត់មានប្រកាន់និន្នាការនយោបាយជាពិសេសកូនអ្នកក្រកូនអ្នកស្រែកូនអ្នកចម្ការយើងធានាជួយឲ្យបានរៀនសូត្រខ្ពង់ខ្ពស់ដោយកូនអ្នកធំដោយកូនអ្នកមានជួយយកគណៈបកសង្គ្រោះជាតិដូច្នេះចាំឲ្យទៀតបើបងប្អូនកសិករខ្លះថាមិនទាន់ដូរចិត្តដូរគំនិតឥឡូវបងប្អូនមើលស្រូវអង្គរពោតសណ្ដែកល្ងថ្នាំជក់ស្វាយចន្ទីបងប្អូននៅខេត្តកំពង់ចាមដាំច្រើនណាស់បងប្អូនតែលក់អត់ចេញបើលក់ចេញលក់ក្នុងតម្លៃថោកស្ទើរតែមិនរួចខ្លួនមែនទេបងប្អូនចាំអីទៀតយើងមានកម្មវិធីនយោបាយខ្ញុំជាអ្នកសេដ្ឋកិច្ចខ្ញុំនឹងរៀបចំទីផ្សារធានាថ្លៃកសិផលដំណាំបងប្អូនលក់ក្នុងតម្លៃសមរម្យដើម្បីបងប្អូនអាចចិញ្ចឹមជីវិតបានសមរម្យដែរ